នេះគឺជារថយន្ត hybrid ដំបូងគេបង្អស់របស់ក្រុមហ៊ុន Ford ជាប្រភេទ FHEV Full Hybrid Electric Vehicle ជិះបណ្ដើរសាកបណ្ដើរដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជានោះគឺរថយន្ត Ford HL ម៉ូដែលឆ្នាំ2026 Ford HL ជាប្រភេទ SUV បែប crossover ជាមួយនឹងដងខ្លួនយ៉ាងវែងពីព្រោះរថយន្តមួយនេះគឺអាចចំណុះកៅអីបានដល់ទៅ3ជួរឬស្មើនឹង7កៅអីជួរទី1មាន2កៅអីជួរទី2មាន2កៅអីជួរទី3មាន3កៅអី1 2 3ដែលសំខាន់នោះគឺជួរទី2ញាក់សាច់លំដាប់ VIP តែម្ដងកៅអីជួរទី2ជាកៅអីអូតូទាំងសងខាងដែលយើងអាចបញ្ជាឲ្យ slide ទៅមុខមកក្រោយអាចកំណត់របៀបតម្រិតខ្នងផ្អែកអាចកំណត់កម្រិតនៃការសណ្ដូកជើងនិងកាន់តែពិសេសវាមានមុខងារជាកៅអីក្តៅត្រជាក់ផងដែរចង់កម្ដៅកៅអីក៏បានចង់បញ្ចេញខ្យល់ត្រជាក់ក៏បានយើងក៏ឃើញមាននៅ preset position button ចំនួន3ប៊ូតុងផ្សេងគ្នាផងដែរអ្វីទៅជា preset position button វាគឺជាការកំណត់របៀបអង្គុយដោយស្វ័យប្រវត្តិដែលត្រូវបាន set ចេញពីរោងចក្រតតែម្ដង1ប៊ូតុង1របៀប3ប៊ូតុង3របៀបដូចជាយើងក៏អាចបន្ធូរអារម្មណ៍ជាមួយនឹងទេសភាពដំបូលផ្នែកខាងលើឬស្រូបយកខ្យល់អាកាសបរិសុទ្ធនៃដំបូលកញ្ចក់ Vista Roof ដែលអាចបិទបើកបានអូខេឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្នុងកៅអីជួរទី2ហើយស្ថិតនៅខាងស្ដាំដៃអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់សម្រាកសណ្ដូកដៃសណ្ដូកជើងឲ្យអស់អញ្ចឹងខ្ញុំត្រូវការឲ្យកៅអីខាងមុខនោះគឺខិតទៅមុខបាទ slide ទៅមុខហើយកោងខ្នងទៅមុខទៀតអញ្ចឹងខ្ញុំអត់ចាំបាច់ចុះពីលើឡានហើយទៅចុចទេខ្ញុំអាចចុចពីខាងឡានក៏បានដែរឬក៏ឲ្យតកង់ចុចជំនួសក៏បានដែរ slide ទៅមុខកោងខ្នងទៅមុខ slide ទៅមុខតម្រិតខ្នងទៅមុខអូខេឥឡូវដល់វាខ្ញុំបន្តអូគឺបែបហ្នឹងឯងចំណែកកៅអីជួរទី1ក្រៅតែជាកៅអីអូតូទាំងសងខាងអាចកំណត់របៀបអង្គុយបាន8របៀបនៅខាងអ្នកបើកបរនិង6របៀបបាននៅអ្នកដំណើរមុខកៅអីជួរមុខទាំងសងខាងនេះក៏មានផ្ដល់ជូននៅមុខងារកៅអីក្តៅត្រជាក់ផងដែរចំណែកកៅអីជួរទី3គ្រាន់តែបើកដៃកៅអីជួរទី2រួចដាក់ចូលធម្មតាប៉ុន្តែបើសិនជាអត់មានតម្រូវការកៅអីជួរទី3ទេយើងអាចបត់ឲ្យរាបស្មើក៏បានដើម្បីដាក់អីវ៉ាន់បន្ថែមជាដំបូងយើងត្រូវបើកទ្វារឃ្លុបផ្នែកខាងក្រោយតោះឥឡូវយើងទៅបើកទាំងអស់គ្នាចុំអត់មានប៊ូតុងផងហ្នឹងបើគេថាអត់មានតែនៅលើ logo ឡានតែម្ដងចុច logo បិទបើកក៏បានក៏វាជើងបិទបើកក៏បានឥឡូវបិទអូខេបើកវិញមកអញ្ចឹងដើម្បីប្តីកៅអីផ្នែកខាងក្រោយគឺអត់មានប្របាយើងគ្រាន់តែទាញខ្សែមកសមាជិក7នាក់ដាក់អ្នកណាថាទៅខាងមុខប្តីប្រពន្ធ2នាក់អញ្ចឹងទៅជួរកដាលពេលខ្លះអាចដាក់យាយតាចាស់ដែលត្រូវការផាសុខភាពមិនស្បឹកប្រពន្ធមិនចុករយចំណែកឯជួរទី3យើងអាចដាក់ក្មេងៗចំទង់3នាក់ខាងក្រោយមកឃើញអត់7នាក់បាទមើលកាមេរ៉ាមែនជួយទិញទ្វារបិទតិចមើលបិទទ្វារអញ្ចឹងទៅឡើងស្ងាត់សំបីតែសម្លេងម៉ាស៊ីនក៏អត់ដឹងដែរអូម៉ាស៊ីនរថយន្តនេះប្រើម៉ាស៊ីនសាំងមាន4ស៊ីឡាំងទំហំ 2.0 លីត្រ
Eco Boost Hybrid ភ្ជាប់ទៅកាន់ប្រអប់លេខ CVT ប្រអប់លេខ CVT បាទគឺ CVT គឺជាប្រអប់លេខដែលគ្មានលេខក៏ប៉ុន្តែវា smooth រលូននិងផាសុខភាពវាបំពាក់មកជាមួយនឹងចង្កឹះលេខ Electronic Mono Stable E-Shifter ហើយដើម្បីបានជាគេឲ្យឈ្មោះថា Mono Stable E-Shifter ពីព្រោះគ្រប់ពេលដែលលោកអ្នកបដូរលេខមិនថា P or N D ឬក៏ N នោះទេវាតែងតែត្រឡប់មកទីតាំងដើមវិញជានិច្ចប្រអប់លេខ CVT របស់រថយន្តនេះគឺជាប្រភេទ Power Split Hybrid Transmission ឬក៏ ECVT ដែលកម្លាំងរមួលបញ្ជូនទៅកាន់កង់ទាំង4នៃរថយន្តនេះពេលខ្លះទទួលបានតាមរយៈម៉ាស៊ីនតែមួយមុខពេលខ្លះទទួលបានតាមរយៈ motor អគ្គិសនីតែមួយមុខនិងពេលខ្លះទៀតទាំង motor អគ្គិសនីនិងម៉ាស៊ីនចំហាយក្នុងផលិតកម្លាំងសេសបានដល់ទៅ271 HP និងកម្លាំងរមួលដល់ទៅ404 Newton meters រថយន្តនេះប្រើនៅប្រព័ន្ធបញ្ជូនកម្លាំង all wheel drive ឬក៏ប្រព័ន្ធបើកបរកង់ទាំង4ដោយស្វ័យប្រវត្តិចាក់សាំងមួយពេញជិះបានចម្ងាយប្រហែល 1100 គីឡូម៉ែត្រចំពោះល្បឿនស្មើជាមធ្យមវាបំពាក់មកជាមួយនឹងម៉ូដបើកបរចំនួន5ម៉ូដដូចជាម៉ូដធម្មតា normal mode ម៉ូដសន្សំសំចៃ eco mode ម៉ូដ sport mode ម៉ូដផ្លូវរអិល slippery mode និងម៉ូដដីឬក៏ម៉ូដ off road trail mode តោះឥឡូវនេះយើងមកមើលពីមុខងារដែលគួរជាទីចាប់អារម្មណ៍មួយចំនួនអេក្រង់ផ្ដេកភ្ជាប់គ្នារវាងកុងទ័រ Digital ទំហំ 12.3 អ៊ីងនិងអេក្រង់កំសាន្ត Touch Screen ទំហំ 13.2 អ៊ីងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Synfo អាចប្រើកម្មវិធី CarPlay ឥតខ្សែសម្រាប់រក្សាទំនាក់ទំនងដោយមិនបាច់ប៉ះទូរស័ព្ទចាក់តន្ត្រីសម្រាប់ការកម្សាន្តលំហែអារម្មណ៍ឬស្វែងរកទីតាំងផ្សេងៗនៅលើផែនទីជាដើមអ្វីដែលកាន់តែពិសេសនោះគឺយើងអាចកំណត់ភ្លើងលម្អឬក៏ ambient lighting នៅក្នុងរថយន្តបានដល់ទៅ7ពណ៌និងអាចកំណត់កម្រិតកោះស្ដាងតាមពណ៌នីមួយៗបាសបំពងសំឡេងដ៏ល្បីល្បាញរបស់ប្រទេស Denmark គឺប្រព័ន្ធបំពងសំឡេង B&O ចំនួន12គ្រាប់ក៏មានបន្ថែមជូននៅបន្ទះសាកថ្មទូរស័ព្ទឥតខ្សែសម្រាប់អ្នកបើកបរផងដែរ Wireless Charging Pad បំពាក់ជូននៅហ្វ្រាំងដៃ Electronic ចុចដើម្បីផ្ដាច់ឆ្កឹះដើម្បីភ្ជាប់និងកាមេរ៉ាមើលក្រោយជំនួយការរយៈក៏ដូចជា sensor ជំនួយការចូលចតផ្នែកខាងក្រោយ Ford HL ក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនឬក៏ Advanced Driver Assistant ដូចជាប្រព័ន្ធរក្សាការកង់ប្រាំងចំនួនអ្នកបើកបរដោយស្វ័យប្រវត្តិឬក៏ Auto Hold ប្រព័ន្ធចាប់សញ្ញាកង់រអិល Traction Control System ប្រព័ន្ធប្រដេញល្បឿនរក្សាគម្លាតសុវត្ថិភាពជាមួយនឹងមុខងារតម្រូវការបើកបរឲ្យចំកណ្ដាលកន្លង Adaptive Cruise Control with Lane Centric ប្រព័ន្ធរក្សាកន្លងបើកបរឬក៏ប្រព័ន្ធចាប់កន្លងផ្លូវ Lane Keeping System ប្រព័ន្ធប្រមានទុកជាមុនពីគ្រោះថ្នាក់ផ្នែកខាងមុខ Pre-Collision Assist ប្រព័ន្ធជន់ហ្វ្រាំងអាសន្នដោយស្វ័យប្រវត្តិ Automatic Emergency Braking ប្រព័ន្ធជំនួយដៃចង្កូតបញ្ជិះឧបសគ្គ Evasive Steering Assist ប្រព័ន្ធផ្ដល់សញ្ញាឲ្យប្រុងប្រយ័ត្នពេលនឹងការវាយចេញឬបដូរកន្លងផ្លូវ Blind Spot Information System និងប្រព័ន្ធជូនដំណឹងពីចរាចរណ៍ឆ្លងកាត់ផ្នែកខាងក្រោយ Rear Cross Traffic Alert ចុងក្រោយគេគឺប្រព័ន្ធដាស់ស្មារតីអ្នកបើកបរ Driver Alert អញ្ចឹងអ្នកណាខ្លះទៅនឹងខ្លាយទៅជាម្ចាស់នៃរថយន្ត Hybrid ចំនួនថ្មីរបស់ Ford គឺ Ford HL ម៉ូដែលឆ្នាំ2026